ក្មេងស្រីសុំទានតូចម្នាក់បានវាចូលតាមរន្ធឆ្កែហើយលួចចូលទៅក្នុងពិធីបុណ្យសពរបស់ព្រះនាងម្ចាស់ដោយសារតែឃ្លានខ្លាំងនាងក៏បានលួចនំប៉័ងមួយពីលើទៅរំលាយអាខប៉ុន្តែអ្នកយាមរបស់ព្រះអង្គម្ចាស់បានឃើញនាងហើយចាប់នាងជាប់នាងបានសុំទោសទាំងភ័យខ្លាចថាខ្ញុំសុំទោសខ្ញុំគ្រាន់តែឃ្លានខ្លាំងពេកអ្នកយាមបានចោទប្រកាន់នាងថាបានបំពានចូលហើយចង់ប្រហារជីវិតនាងនៅនឹងកន្លែងនៅពេលដ៏តឹងតែងនោះព្រះអង្គម្ចាស់បានខាត់អ្នកយាមហើយសួរក្មេងស្រីនោះថាហេតុអ្វីបានជានាងលួចតែនំប៉័ងមួយដោយមិនលួចសាច់ឬត្រីនាងឆ្លើយថាព្រោះសាច់មាន់និងពងមាន់ថ្លៃពេកមានតែនំប៉័ងទេដែលថោកបំផុតព្រះអង្គម្ចាស់មានចិត្តអាណិតអាសូរដល់ក្មេងស្រីសុំទាននោះហើយដោយឃើញថានាងជាក្មេងចេះគិតទើបព្រះអង្គប្រទាននំប៉័ងដែលនៅសល់ទាំងអស់ដល់នាងបន្ទាប់មកក្មេងស្រីសុំទានបានឃើញព្រះនាងម្ចាស់ដេកក្នុងឈូសក៏សួរដោយភាពគ្មានកង្វល់ថាហេតុអ្វីបានជានាងដេកក្នុងប្រអប់បែបនេះព្រះអង្គម្ចាស់បានឆ្លើយដោយសោកសៅថានាងស្លាប់ហើយប៉ុន្តែនៅវិនាទីបន្ទាប់ក្មេងស្រីសុំទានបានរៀបការភានិយាយថាទៅស្លាប់មិនមែនទេនាងនៅរស់នៅឡើយគឺព្រះនាងម្ចាស់ត្រូវបានគេបំពុលដោយថ្នាំកដង្កូវស៊ីបេះដូងកាហិលធីរីងហ្គោពេលលើបែបនេះក្មេងស្រីសុំទានក៏ប្រាប់ព្រះអង្គម្ចាស់ភ្លាមប៉ុន្តែគ្រូពេទ្យលួងបានទូចថាជារឿងមិនអាចទៅរួចទេព្រោះគាត់បានពិនិត្យជីពចរច្រើនដងហើយមិនឃើញមានសញ្ញានៃជាតិពុលឡើយប៉ុន្តែការភានេះបាននិយាយថាពិតណាស់គ្រូពេទ្យរកមិនឃើញទេវាជាជាតិពុលប្រភេទដង្កូវស៊ីបេះដូងដែលលាក់នៅក្នុងតុកតាក្រណាត់នេះដុតតុកតានោះចោលនោះព្រះនាងនឹងភ្ញាក់ឡើងក្មេងស្រីសុំទានបានរើសតុកតាក្រណាត់នោះឡើងហើយត្រៀមនឹងដុតប៉ុន្តែអ្នកយាមបានស្រែកហាមនាងគាត់និយាយថាតុកតានោះគឺជាវត្ថុអនុស្សាវរីយ៍តែមួយគត់ដែលព្រះនាងអេយ៉ោបានបន្សល់ទុកហើយព្រះអង្គម្ចាស់ក៏បានអង្វរឲ្យនាងប្រគល់វាឲ្យវិញដែរខណៈនោះការភានេះបានដាស់តឿនក្មេងស្រីសុំទានម្ដងទៀតឲ្យដុតវាឲ្យលឿនបើមិនដូច្នេះទេវានឹងហួសពេលក្មេងស្រីសុំទានបានបោះតុកតាក្រណាត់ចូលក្នុងចានភ្លើងភ្លាមនោះមានខ្យាដំរីពលមួយក្បាលបានហោះចេញពីតុកតាហើយបាត់ខ្លួនទៅមួយសន្ទុះក្រោយមកព្រះនាងម្ចាស់បានបើកភ្នែកឡើងព្រះអង្គម្ចាស់មានសេចក្តីត្រេកអរជាខ្លាំងហើយបានជួយក្រុងព្រះកាយព្រះនាងឲ្យអង្គុយបន្ទាប់ពីពិនិត្យជីពចរគ្រូពេទ្យលួងបាននិយាយថាព្រះនាងបានជាសះស្បើយពេញលេញហើយប៉ុន្តែព្រះអង្គម្ចាស់គ្រាន់តែគិតថាក្មេងស្រីសុំទានបានជួយសង្គ្រោះដោយសារតែសំណាងសុទ្ធសាធប៉ុណ្ណោះព្រះនាងម្ចាស់ដែលទើបតែភ្ញាក់ពីសន្លប់ពិតជាពេញចិត្តនឹងក្មេងស្រីសុំទាននេះណាស់ព្រះនាងមានបន្ទូលថាប្រសិនបើកូនស្រីរបស់ព្រះនាងមិនបានស្លាប់ទេនាងប្រហែលជាមានអាយុប្រហាក់ប្រហែលនឹងក្មេងស្រីនេះដែរដោយឃើញថាគ្មានទីពឹងគូស្វាមីភរិយាក៏សម្រេចចិត្តទទួលចិញ្ចឹមនាងជាកូនដូច្នេះហើយក្មេងស្រីសុំទានក៏បានតាមព្រះអង្គម្ចាស់ទៅរស់នៅក្នុងវិមាននេះជាលើកដំបូងដែលនាងបានឃើញតោដែលពេញទៅដោយអាហារឆ្ងាញ់ចម្លែកណាស់នាងបានហែកជើងមាន់មួយជា3ចំណែកហើយដាក់ចូលក្នុងចានរបស់នាងព្រះអង្គម្ចាស់សួរថាហេតុអ្វីបានធ្វើបែបនេះនាងឆ្លើយថាក៏ខ្ញុំអាចញ៉ាំវាបាន3ថ្ងៃក៏ព្រះនាងម្ចាស់មានអារម្មណ៍ឈឺចាប់ក្នុងចិត្តហើយព្រះអង្គម្ចាស់ក៏ប្រាប់នាងថាចាប់ពីពេលនេះទៅចង់ញ៉ាំប៉ុន្មានក៏បានតាមចិត្តបន្ទាប់មកព្រះអង្គម្ចាស់បានណែនាំបងប្រុសក្នុងរូបគំនូរដល់ក្មេងស្រីនោះនេះជាបងប្រុសច្បងគឺលូស៊ីថុងដែលជាឧត្តមសេនីយ៍វ័យក្មេងបងប្រុសទី2របស់នាងធ្លាប់ជាមនុស្សពូកែទាំងអក្សរសាស្ត្រនិងក្បាច់គុណប៉ុន្តែ5ឆ្នាំមុនគាត់បានធ្លាក់ពីលើសេះហើយក្លាយជាពិការចាប់តាំងពីពេលនោះមកនិស្ស័យរបស់គាត់បានផ្លាស់ប្ដូរទាំងស្រុងហើយគាត់បានឃុំខ្លួនឯងក្នុងផ្ទះរាល់ថ្ងៃគ្រានោះបងប្រុសទី2បានដើរកាត់ទីនោះឃើញឪពុកម្ដាយទទួលចិញ្ចឹមក្មេងសុំទានគាត់មានកំហឹងយ៉ាងខ្លាំងហើយនិយាយថាគាត់នឹងមិនទទួលស្គាល់នាងជាប្អូនស្រីឡើយបន្ទាប់មកគាត់បានឲ្យអ្នកបម្រើជូនគាត់ចូលទៅក្នុងបន្ទប់ទឹកកកផ្លែនៃផ្កាទឹកកក Ice Bloom គឺជាថ្នាំតែមួយគត់ដែលអាចធ្វើឲ្យគាត់ក្រោកឈរបានហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃរដូវផ្កាគាត់បានបួងសួងសុំឲ្យវារីកនៅថ្ងៃនេះប៉ុន្តែបន្ទាប់ពីបួងសួងយ៉ាងយូរផ្កាទឹកកកមិនត្រឹមតែមិនរីកទេសូម្បីតែផ្កាតែមួយគត់របស់វាក៏ក្រៀមស្វិតទៅនៅពេលនោះចិត្តរបស់គាត់ក៏ស្លាប់តាមផ្កានោះដែរគាត់បានប្រាប់អ្នកបម្រើឲ្យបិទផ្លូវចូលគាត់គិតថាការរស់នៅបែបនេះគឺអាក្រក់ជាងស្លាប់ទៅទៀតហើយគាត់សុខចិត្តស្លាប់ដោយកកនៅក្នុងបន្ទប់ទឹកកកនោះថ្ងៃនេះគឺជាថ្ងៃនៃការបោះបង់ចោលជំងឺគេបានបោះផ្កាក្រហមតូច3ដើមមួយសម្រាប់ទុកវេទនាមួយសម្រាប់កង្វល់និងមួយទៀតសម្រាប់គ្រោះថ្នាក់នៅពេលនោះព្រះចៅអធិរាជបានយាងមកជាមួយគ្រូពេទ្យដ៏ពូកែដើម្បីព្យាបាលចៅប្រុសរបស់ព្រះអង្គហើយបានដឹងថាថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃផ្កាទឹកកកគ្រូពេទ្យបាននាំមកនៅទឹកដំត្បូងក៏ដោយអះអាងថាគ្រាន់តែមួយដំណក់អាចធ្វើឲ្យផ្កាទឹកកករីកបានប៉ុន្តែអ្នកយាមបានដឹងថាចៅប្រុសមិននៅទីនោះទេពួកគេស្វែងរកគ្រប់កន្លែងតែរកមិនឃើញក្មេងស្រីតូចបានសួរផ្កាអាគីដេនៅខាងក្រៅហើយផ្កាអាគីដេបានប្រាប់ថាក្មេងប្រុសនោះបានដើរទៅឆ្វេងនាងក៏ប្រាប់ព្រះអង្គម្ចាស់ភ្លាមព្រះអង្គម្ចាស់បានដឹងថាបន្ទប់ទឹកកកនៅខាងឆ្វេងក៏ប្រញាប់ទៅទីនោះជាមួយអ្នកទាំងអស់គ្នាពិតមែនហើយចៅប្រុសរបស់ព្រះអង្គនៅក្នុងនោះក្បាលរបស់គាត់ពោពេញដោយទឹកកកហើយស្ទើរតែដាច់ខ្យល់ទៅហើយគ្រូពេទ្យបានចាក់ទឹកដំត្បូងលើផ្កាទឹកកកភ្លាមប៉ុន្តែគ្មានអ្វីកើតឡើងទេដោយគិតថាវាមិនគ្រប់គ្រាន់គាត់ក៏ចាក់បន្ថែមទៀតប៉ុន្តែនៅតែមិនបានការទីបំផុតគាត់ចាក់អស់ទាំង10តែម្ដងផ្ទុយទៅវិញផ្កាទឹកកកកាន់តែក្រៀមស្វិតលឿនជាងមុនពេលនោះអ្នករាល់គ្នាអស់សង្ឃឹមទៅហើយប៉ុន្តែក្មេងស្រីតូចបានរត់ទៅអង្វរផ្កាទឹកកកឲ្យរីកយ៉ាងលឿនដើម្បីសង្គ្រោះបងប្រុសអ្នកបម្រើម្នាក់នៅក្បែរនោះមិនចូលចិត្តក្មេងស្រីតូចក៏ខ្ទាស់នាងដោយចិត្តណាក្មេងស្រីតូចបានយំហើយទឹកភ្នែកមួយដំណក់បានស្រក់លើផ្កាទឹកកកគួរឲ្យភ្ញាក់ផ្អើលផ្កាទឹកកកចាប់ផ្ដើមនិយាយថាកកក្ដៅណាស់វាពិតជាល្អណាស់បើខ្ញុំអាចកម្ដៅខ្លួនឯងដោយភ្លើងខ្ញុំអាចរីកនិងបង្កើតផលបានគឺក្មេងស្រីតូចបានប្រាប់ពួកគេនៅអ្វីដែលផ្កាទឹកកកចង់បានគ្រូពេទ្យបានរត់មករារាំងដោយនិយាយថាផ្កាទឹកកកខ្លាចភ្លើងបំផុតសូម្បីតែខ្យល់ដង្ហើមក្ដៅក៏អាចធ្វើឲ្យវាក្រៀមស្វិតដែរដោយឃើញថាពួកគេមិនជឿនាងក៏ឈប់ពន្យល់ហើយបេះដូងផ្កាទឹកកកនោះផ្ទាល់តែម្ដងផ្កាទឹកកកបាននិយាយម្ដងទៀតថាគឺលឿនឡើងបោះខ្ញុំចូលក្នុងចានភ្លើងបើមិនបានភ្លើងទេខ្ញុំនឹងស្លាប់ក្មេងស្រីតូចបានបោះទងផ្កាចូលក្នុងចានភ្លើងយ៉ាងសាមញ្ញអ្នករាល់គ្នាគិតថាវាជារឿងឆ្កួតហើយឱកាសចុងក្រោយត្រូវបានបាត់បង់ស្របពេលដែលអ្នករាល់គ្នាកំពុងស្ដីបន្ទោសក្មេងស្រីតូចផ្លែផ្កាទឹកកកស្រាប់តែហោះចេញពីចានភ្លើងក្មេងស្រីតូចបានឲ្យបងប្រុសទី2របស់នាងញ៉ាំផ្លែនោះភ្លាមប៉ុន្តែហាក់ដូចជាគ្មានអ្វីកើតឡើងខណៈពេលដែលអ្នករាល់គ្នាកំពុងអស់សង្ឃឹមក្មេងស្រីតូចបានប៉ះជើងបងប្រុសរបស់នាងហើយនិយាយថាក៏បងប្រុសរបស់ខ្ញុំនឹងក្រោកឈរឡើងពិតមែនហើយនៅវិនាទីបន្ទាប់បងប្រុសទី2របស់នាងក៏បានក្រោកឈរឡើងដោយអស្ចារ្យ